ពីមុនខ្ញុំខ្លាចគាត់ខ្លាំងណាស់ខ្លាចរហូតដល់ពេលយប់មិនហ៊ានភ្លេចភ្នែកដេកឡើយតែពេលនេះសូម្បីតែយល់សប្តិក៏ខ្ញុំខ្លាចថាថ្ងៃវិលវាទាំងនេះគ្រាន់តែជារឿងដែលលួចបានមកដែរនំផ្កាស្ងួតទឹកឃ្មុំទើបតែចេញពីល្ក្តៅសូមព្រះនាងវ៉ាងហ្វេភ្លក់ស្នាដៃរបស់ខ្ញុំបន្តិចទៅមើលអូបើអញ្ចឹងឲ្យខ្ញុំយកវាទៅទុកក្នុងបន្ទប់ព្រះនាងវិញចុះណាតើឯងមានឈ្មោះអ្វីដែរក្រាបទូលព្រះនាងខ្ញុំម្ចាស់ឈ្មោះសៀវវ៉ាន់ចាស់ឯងចេះអក្សរដែរមែនទេចាស់ឪពុករបស់ខ្ញុំម្ចាស់គឺជាអ្នកចេះដឹងម្នាក់មុនពេលចូលមកក្នុងវាំងនេះគាត់ធ្លាប់បានបង្រៀនឲ្យខ្ញុំម្ចាស់ស្គាល់អក្សរខ្លះដែរបានហើយឯងត្រឡប់ទៅធ្វើការងាររបស់ឯងវិញទៅនេះជារង្វាន់ដែលព្រះនាងប្រទានឲ្យឯងចាប់តាំងពីថ្ងៃនោះមកខ្ញុំតែងតែទៅរកសៀវវ៉ាន់នៅឯផ្ទះបាយតូចជាញឹកញាប់នាងមានស្នាដៃធ្វើម្ហូបពូកែខ្លាំងណាស់ហើយថែមទាំងមានចរិតរៀបសារល្អទៀតផងពេលដែលពួកយើងចាប់ផ្ដើមស្និទ្ធស្នាលគ្នាមកនាងតែងតែនិយាយរឿងរ៉ាវជាច្រើនប្រាប់ខ្ញុំអត់ឈប់ឈរប្រហែលមកពីខ្ញុំទៅរកសៀវវ៉ាន់នៅផ្ទះបាយពេញមួយថ្ងៃទើបធ្វើឲ្យលីងជីងហ៊ឺព្រះអង្គម្ចាស់បានដឹងពីរឿងនេះដែរគឺថាថ្មីនេះព្រះនាងស្និទ្ធស្នាលជាមួយអ្នកបម្រើម្នាក់នៅផ្ទះបាយខ្លាំងណាស់មែនទេនាងធ្វើឲ្យព្រះនាងសប្បាយចិត្តខ្លាំងណាស់មែនទេព្រះស្វាមីកុំប្រាប់ណាថាសូម្បីតែប្រច័ណ្ឌជាមួយអ្នកបម្រើក៏ព្រះអង្គធ្វើដែរនោះបើដឹងថាបងជាមនុស្សពូកែប្រច័ណ្ឌហើយចុះហេតុអ្វីបានជាមិនព្រមចេះកិច្ចវិខ្លះផងល្ងាចថ្ងៃនោះខ្ញុំដើរទៅរកសៀវវ៉ាន់នៅផ្ទះបាយដូចសពដងនៅពេលដើរកាត់បន្ទប់អានសៀវភៅរបស់ជីងហ៊ឺស្រាប់តែខ្ញុំបានឮសំឡេងយំស្រែកយ៉ាងឈឺចាប់និងគួរឲ្យខ្លាចមួយដែលជាសំឡេងដ៏សែនសាំត្រជាព្រះអង្គម្ចាស់កំពុងចាត់ការរឿងសំខាន់សូមព្រះនាងយាងត្រឡប់ទៅវិញទៅពេលឯងចូលមកក្នុងវាំងដំបងឯងគួរតែរៀនពីច្បាប់ទម្លាប់ឲ្យបានច្បាស់លាស់បន្ទប់អានសៀវភៅរបស់បងទោះក្នុងកាលៈទេសៈណាក៏ដោយក៏មិនអនុញ្ញាតឲ្យអ្នកក្រៅចូលដាច់ខាតចំណែកឯប្រអប់មួយនោះឲ្យតែអ្នកណាហ៊ានប៉ះពិតជាត្រូវតែស្លាប់ឥឡូវនេះឯងបានបំពេញច្បាប់វិន័យហើយបងឃើញថាឯងនៅក្មេងខ្ចីទើបបងផ្ដល់ក្តីមេត្តាសម្រាប់ឯងឲ្យបានឆាប់រហ័សបែបនេះតើឯងមានមតិអ្វីជំទាស់ទេព្រះនាងមកនេះមកក្បែរបងមកស្រីបម្រើម្នាក់នេះបំពេញច្បាប់វិន័យទើបបងសម្លាប់នាងចោលតើធ្វើឲ្យព្រះនាងភ័យខ្លាចហើយមែនទេព្រះនាងកុំខ្លាចអីបងប្រព្រឹត្តចំពោះអូនពិតជាមិនដូចអ្វីដែលបងប្រព្រឹត្តចំពោះនាងឡើយនាងវិនាទីនោះខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួនពីការបំផន់ភ្នែកដែលខ្ញុំបានបង្កើតឡើងដើម្បីលួងលោមខ្លួនឯងខ្ញុំក៏នឹកឃើញដល់កេរ្តិ៍ឈ្មោះដ៏សាហាវយង់ក្នុងរបស់លីងជីងហ៊ឺនៅខាងក្រៅល្បិចក៏ពីស្ពោជីវិតមនុស្សសម្រាប់គាត់គឺគ្មានតម្លៃស្មើនឹងស្មើមួយសរសៃផងចុះទម្រាំតែរូបខ្ញុំនាពេលបច្ចុប្បន្ននៅក្នុងកែភ្នែករបស់គាត់ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលធ្លាប់បានធ្វើបាបនិងមើលងាយគាត់នៅកណ្ដាលផ្លូវការពីមុនតែប៉ុណ្ណោះសម្លៀកបំពាក់ដ៏ប្រណីតទាំងនេះប្រហែលជាអាចធ្វើឲ្យខ្ញុំវង្វេងវង្វាន់មួយគ្រាតែខ្ញុំមិនត្រូវលងលក់ក្នុងវារហូតដល់ថ្ងៃស្លាប់នោះឡើយគាត់ស្រឡាញ់នឹងការពារប្រអប់មួយនោះខ្លាំងណាស់ដូចនេះនៅក្នុងនោះច្បាស់ជាមានលាក់ទុកនៅចំណុចខ្សោយឬអាចកំបាំងជីវិតរបស់គាត់មិនខានព្រះនាងយប់ជ្រៅទៅហើយហេតុអ្វីបានជាមិនព្រមសម្រានឬមួយក៏អូនមកទីនេះដើម្បីស្វែងរកសៀវភៅរឿងស្នេហាលួចលាក់ខ្លះយកទៅអានកំដរការអផ្សុកកាលពីមុនអូនធ្លាប់យំទន់ជ្រាយព្រោះតែបងតែពេលនេះអូនពិតជាចង់សម្លាប់បងមែនទេអញ្ចឹងមែនទេលែងខ្ញុំទៅអានយានលែងសម្ដែងទៅកុំបន្តទៀតអីឯងពិតជាមនុស្សស្រីដែលមានសម្ដីច្រើននិងចូលចិត្តនិយាយឥតឈប់ឈរមែនប៉ុន្មានថ្ងៃដែលរៀបការចូលមកទីនេះឯងច្បាស់ជាទ្រង់លាក់ចរិតពិតទាំងលំបាកវេទនាក្នុងចិត្តខ្លាំងណាស់ហើយមែនទេទ្រង់ដឹងតាំងពីដំបូងមកលេថាខ្ញុំខ្លាចបន្លំធ្វើជាមនុស្សគោប៉ុន្មានថ្ងៃនេះទ្រង់តែងតែលាក់ពុតដើម្បីលេងសើចជាមួយខ្ញុំពេញមួយពេលអញ្ចឹងហ่ะប៉ុន្មានថ្ងៃនេះឯងក៏សម្ដែងបានល្អខ្លាំងណាស់ដែលតើសម្លៀកបំពាក់និងគ្រឿងអលង្ការដែលយើងប្រទានឲ្យឯងតើឯងពិតជាមិនចូលចិត្តវាតតែសោះមែនទេចុះហេតុអ្វីបានជាពួកយើងមិនបន្តសម្ដែងរឿងនេះឲ្យខ្លាចជាការពិតទៅតែម្ដងទៅជីងហ៊ឺទ្រង់មានចេតនាសម្រាប់សៀវវ៉ាន់គឺដើម្បីធ្វើឲ្យខ្ញុំមើលដើម្បីប្រមានខ្ញុំមែនទេឥឡូវនេះខ្ញុំក៏បានលួចចូលមកក្នុងបន្ទប់អានសៀវភៅរបស់ទ្រង់ហើយថែមទាំងបានប៉ះពាល់ប្រអប់អាចក៏បាននោះទៀតចុះទ្រង់ត្រៀមខ្លួននឹងសម្រាប់ខ្ញុំដោយរបៀបណាដែរយើងឯណាដាច់ចិត្តសម្រាប់ឯងទៅកើតថ្ងៃនោះអានយានបានប្រាប់ថានាងចង់សងគុណយើងវិញព្រះនាងបើមានរឿងអីចង់និយាយចូលនិយាយប្រាប់យើងចុះនៅក្នុងកាលៈទេសៈដ៏សំខាន់កាលពីម្សិលមិញព្រះស្វាមីបែរជាមានទំនុកចិត្តលើរូបខ្ញុំខ្លាំងបែបនេះនៅក្នុងចិត្តរបស់ខ្ញុំពិតជាមានក្តីរំភើបនិងកម្ដៅក្តៅអន្ទះសារជាខ្លាំងខ្ញុំមានអារម្មណ៍ថាខ្លួនឯងគ្មានអ្វីអាចសងគុណទ្រង់វិញបានឡើយអញ្ចឹងចូលរងចាំរហូតដល់របួសរបស់យើងបានជាសះស្បើយសិនចុះវានឹងមានពេលវេលាដែលឯងត្រូវសងគុណយើងវិញមិនខានឡើយបើអញ្ចឹងពួកយើងចាប់ផ្ដើមសងគុណគ្នាចាប់ពីពេលនេះនៅទីនេះតែម្ដងទៅល្អទេ